បាទក្លែនលើកនេះយើងប៉ាសៀមប៉ាសៀមកូនខ្មែរធ្វើបានគ្រប់គេគឺមិនថឹងប៉ាសៀមហើយជួខាងណាថោនខាងយើងគេវាយដែរដាច់ដែរតែគេអត់បាច់អស់រយៈពេល2ម៉ោងទៀតតែសំខាន់អត់ដល់ដែលវាយដាច់ចឹងល្អហើយថ្ងៃនេះប៉ាសៀមម្នាក់វាយដោយភាពឈឺចាប់បាទអស់ហើយ